បាទសូមគ្រប់ជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានថ្មីមួយទៀតក្តៅមែនទែនហើយអាមេរិកប្រកាសលុបចោលសម្ពយុទ្ធយោធាជាមួយនឹងកូរ៉េខាងត្បូងក្រោយពេលដែលកូរ៉េខាងត្បូងទៅជួបចិននិងពងពោឲ្យចិនជួយរឿងមួយបងប្អូនជាទីគោរពរាប់អានយើងដឹងហើយថាបាទស្ថានភាពនៅតំបន់អឺរ៉ុបនិងក៏ដូចជាសម្ព័ន្ធមិត្តដែលចាក់ទឹកមិនលិចរវាងអាមេរិកនិងក៏ដូចជាកូរ៉េខាងត្បូងបានឈានមកដល់នៃប្រេះឆាហើយបញ្ហានេះបើក្រោយពេលដែលអាមេរិកកំពុងតែមានការវាយប្រហារទៅលើអ៊ីរ៉ង់យ៉ាងខ្លាំងប៉ុន្តែអាមេរិកគឺតែងតែធ្វើការអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនជាពិសេសកូរ៉េខាងត្បូងជួយបាទផ្នែកយោធានិងក៏ដូចជាបាទផុតភាជាដើមប៉ុន្តែកូរ៉េខាងត្បូងអត់បានជួយអ្វីដល់អាមេរិកនោះទេឥឡូវនេះធ្វើឲ្យរដ្ឋាភិបាលនៃទីក្រុង Washington និងក៏ដូចជាប្រធានាធិបតីអាមេរិកប្រធានាធិបតី Donald Trump បានប្រកាសឲ្យថាសម្ពយុទ្ធនៅក្នុងខែក្រោយនេះនឹងត្រូវបានលុបចោលនិងមិនអាចធ្វើម្ដងទៀតជាមួយគ្នាបានទេពីព្រោះថាអាមេរិកគឺកំពុងតែខ្វះកងទ័ពដើម្បីវាយប្រហារនៅជាមួយនឹងអ៊ីរ៉ង់បងប្អូនជាទីគោរពរាប់អានការវាយប្រហារឥតដកដៃរបស់សហរដ្ឋអាមេរិកនិងជាមួយនឹងប្រទេសអ៊ីរ៉ង់គឺកំពុងតែកើតមានឡើងយ៉ាងខ្លាំងហើយនៅក្នុងនោះផងដែរលោកប្រធានាធិបតី Donald Trump បានខឹងសម្បារយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តនានារបស់លោកដែលមិនបានជួយអ្វីសោះមកកាន់អាមេរិកស្របពេលដែលអាមេរិកបានជួយជាច្រើនបាទទៅកាន់ពួកគេជាពិសេសកូរ៉េខាងត្បូងគឺអាមេរិកជួយពង្រឹងផ្នែកយោធាអាមេរិកជួយផ្នែកផុតភានិងអាមេរិកជួយសពគ្រប់បែបយ៉ាងទាំងអស់ទាំងការបាទអភិវឌ្ឍសេដ្ឋកិច្ចប៉ុន្តែជាចុងក្រោយបែរជាកូរ៉េខាងត្បូងគឺបោះបង់អាមេរិកចោលនៅពេលដែលអាមេរិកត្រូវការឲ្យកូរ៉េខាងត្បូងជួយករណីនេះធ្វើឲ្យលោកប្រធានាធិបតី Donald Trump ខឹងសម្បារយ៉ាងខ្លាំងនិងជាពិសេសក្រោយពេលដែលកូរ៉េខាងត្បូងបានទៅពឹងពោចិនដើម្បីជួយពង្រឹងផ្នែកយោធារបស់ខ្លួនបញ្ហានេះផងដែរបានសបញ្ជាក់ឲ្យឃើញថាស្ថានភាពនៅក្នុងពេលបច្ចុប្បន្នមិនស្រួលទេអាមេរិកបានលុបចោលសម្ពយុទ្ធយោធានៅខែក្រោយជាមួយនឹងកូរ៉េខាងត្បូងក្រោមមូលហេតុនៃការខ្វះខាតកម្លាំងដើម្បីវាយប្រហារអ៊ីរ៉ង់សហរដ្ឋអាមេរិកបានសម្រេចចិត្តលុបចោលការធ្វើសម្ពយុទ្ធយោធានិងកងទ័ពជើងទឹកជាមួយនឹងកូរ៉េខាងត្បូងដ៏ធំសម្បើមដែលក្រុងនឹងប្រព្រឹត្តទៅនៅខែខាងមុខនេះតាមការចុះផ្សាយនៅក្នុងថ្ងៃទី24ខែសីហាឆ្នាំ2026របស់សារព័ត៌មានអន្តរជាតិ The Korean Times និងក៏ដូចជា Street Times និងយោធាភាគខាងជើងរបស់អាមេរិកក៏បានប្រកាសប្រាប់កូរ៉េខាងត្បូងថាគឺខ្លួនកំពុងតែមានការខ្វះខាតនៅកម្លាំងទ័ពដោយសារតែត្រូវបង្វែរកម្លាំងនិងក៏ដូចជាយកចិត្តទុកដាក់ខ្ពស់ទៅលើសង្គ្រាមដែលកំពុងតែតានតឹងជាមួយនឹងប្រទេសអ៊ីរ៉ង់ការលុបចោលសម្ពយុទ្ធយោធាទ្រង់ទ្រាយធំដែលមានឈ្មោះថាសេងកានយ៉ននិងក៏ដូចជាធ្វើឲ្យកងទ័ពរបស់ប្រទេសទាំងពីរគឺត្រូវបានជជែកគ្នាយ៉ាងស្វិតស្វាញជាថ្មីម្ដងទៀតដើម្បីស្វែងរកពេលវេលាសមស្របនិងក៏ដូចជាស្ដារនៃការវឹកហាត់រួមគ្នាឡើងវិញបញ្ហានេះផងដែរគឺការប្រកាសនឹងសម្រេចនេះបានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកប្រធានាធិបតី Donald Trump បានបញ្ជាឲ្យក្រសួងការពារជាតិរបស់ខ្លួនបានកាត់បន្ថយទំហំនៃការធ្វើលំហាត់សម្ពយុទ្ធយោធានិងប្រចាំឆ្នាំជាមួយនឹងប្រទេសដទៃទៀតដែលទើបតែត្រូវបានបញ្ចប់កាលពីសប្តាហ៍មុនលោក Trump ក៏បានលើកឡើងលើបណ្ដាញសង្គម Truth Social របស់លោកថាសម្ពយុទ្ធទាំងនេះគឺចំណាយថវិកាច្រើនពេកហើយថែមទាំងបានផ្ញើសារអំពីកំហុសឆ្គងនិងក៏ដូចជាការបង្កឲ្យមានភាពរអាក់រអួលដល់ប្រទេសជិតខាងនិងលើសពីនេះទៅទៀតលោកក៏បានបង្ហាញនៅការមិនពេញចិត្តចំពោះកូរ៉េខាងត្បូងដែលធ្លាប់បានបដិសេធចូលរួមនៅក្នុងប្រតិបត្តិការសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ហើយក្រោយពេលដែលកូរ៉េខាងត្បូងរត់ទៅពឹងចិនដើម្បីឲ្យជួយចំពោះយោធាខ្លួនយ៉ាងណាមិញទន្ទឹមនឹងការផ្លាស់ប្ដូរគោលនយោបាយនិងយោធានៅពេលនេះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio លោកក៏បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងគឺលោកឆូយយុននិងដើម្បីពិភាក្សាទៅលើបញ្ហាផ្សេងៗជាច្រើននៅក្នុងសម្ព័ន្ធភាពជាប្រទេសទាំងពីរធ្លាប់ជួយគ្នាយោងទៅតាមការចុះផ្សាយរបស់ Korean Jongham Daily និងលោក Romeo ក៏បានបញ្ជាក់យ៉ាងច្បាស់ថា Washington និងក៏ដូចជាទីក្រុងសេអ៊ូលចាំបាច់ត្រូវតែរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបំផុតដើម្បីធានាផ្នែកសន្តិសុខរួមទោះបីជាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានកាត់បន្ថយនៃទំហំសម្ពយុទ្ធយោធាយ៉ាងណាក៏ដោយក៏ភាគីកូរ៉េខាងជើងគឺនៅតែសម្ដែងនឹងការខឹងសម្បារយ៉ាងខ្លាំងនៅកាលពីសប្តាហ៍មុនកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីល
ប៉ាឡេស្ទីនចម្ងាយខ្លីដែលមានចំនួន10គ្រាប់ដើម្បីបញ្ចេញកំហឹងហើយនឹងក៏ដូចជាចេញសេចក្តីថ្លែងការណ៍ផ្ទាល់ទោសទៅលើការធ្វើសម្ពយុទ្ធទាំងនេះដែលចាត់ទុកថាជាការត្រៀមលក្ខណៈសម្រាប់ឈ្លានពានលើទឹកដីរបស់កូរ៉េខាងជើងស្ថានភាពនេះបានធ្វើឲ្យសន្តិសុខនៅក្នុងតំបន់ឧបទ្វីបកូរ៉េនៅតំបន់មជ្ឈមបូព៌ាគឺកាន់តែមានការប្រែប្រួលនិងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ជាដើមបងប្អូនជាទីគោរពរាប់អានរហូតមកទល់នឹងពេលបច្ចុប្បន្ននេះស្ថានភាពបាទសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកំពុងតែមើលមុខគ្នាឡើងត្រង់ហើយបាទក្រោយពេលដែលកូរ៉េខាងត្បូងមិនជួយសម្ព័ន្ធមិត្តនៅពេលដែលសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកត្រូវការឲ្យកូរ៉េខាងត្បូងជួយអ្វីដែលសំខាន់នោះបាទធ្វើឲ្យអាមេរិកខឹងសម្បានោះក្រោយពេលដែលធ្វើសម្ពយុទ្ធហើយនឹងអាមេរិកប្រកាសមិនពេញចិត្តហើយបែរជាកូរ៉េខាងត្បូងបាទទៅជួបចិនដើម្បីស្នើឲ្យចិនជួយបាទទៅលើការងារផ្សេងៗនឹងធ្វើកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយនឹងគ្នាសាជាថ្មីម្ដងទៀតផងដែរពាក់ព័ន្ធជាមួយនឹងបញ្ហានេះសបញ្ជាក់ឲ្យឃើញថាស្ថានភាពពិភពលោកទាំងមូលនេះបាទកំពុងតែប្រឈមជាមួយនឹងកន្លែងគ្រោះថ្នាក់គណៈពេលដែលការធ្វើសម្ពយុទ្ធទ្រង់ទ្រាយទូចរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងរួចហើយប៉ុន្តែយើងងាកមកមើលប្រធានាធិបតីគីមចុងអ៊ុនបានសម្ដែងនឹងការមិនពេញចិត្តហើយរហូតដល់បញ្ចេញកំហឹងជាមួយនឹងការបាញ់គ្រាប់ប៉ាឡេស្ទីនរហូតដល់10គ្រាប់លេងនៅលើដែនសមុទ្រដើម្បីបញ្ចេញកំហឹងក្រោយពេលដែលឃើញភាគីទាំងពីរធ្វើសម្ពយុទ្ធយោធាជាមួយនឹងគ្នាទោះបីជាទ្រង់ទ្រាយតូចក៏ដោយប៉ុន្តែឥឡូវនេះរឿងទ្រង់ទ្រាយធំបាទធ្វើសម្រាប់ខែក្រោយខែ9នេះប៉ុន្តែអាមេរិកបានប្រកាសលុបចោលហើយបាទមិនធ្វើទេដូច្នេះព័ត៌មាននេះមានប៉ុណ្ណឹងខ្ញុំបាទសូមអរគុណនិងសូមគោរពលា